សួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបinstall និង enable LSH នៅលើUbuntu server អញ្ចឹងការ install LSH នេះគឺដើម្បីងាយស្រួលឲ្យកង់ device មួយទៀតអាច remote ចូលមកប្រើក្នុង server តែមួយនេះបានអញ្ចឹងដំបូងនេះគឺជា server របស់ខ្ញុំUbuntu server ហ្នឹងយើងចុច start មកយើងចាំវាបន្តិចវាកំពុងតែ powering up នេះគឺយើងបានចូល server របស់យើងហើយអញ្ចឹងខ្ញុំធ្វើការវាយលើ username របស់ខ្ញុំហើយ password អូខេនេះគឺវាចូលមកហើយអញ្ចឹងខ្ញុំធ្វើការ clear វាមួយវាស្រួលមើលអញ្ចឹង comment ទី1ដែលខ្ញុំប្រើនោះគឺ update ទៅលើគឺ comment sudo app update អឺ comment នេះគឺប្រើសម្រាប់អានេះវាទាមទារ password អូខេគឺប្រើសម្រាប់ update ទៅលើ Ubuntu server យើងដើម្បីឲ្យវាបាន last version ចុងក្រោយអញ្ចឹងហើយចំពោះ comment ដែលខ្ញុំបានប្រើក្នុងវីដេអូនេះខ្ញុំនឹងតម្លាក់ចូលក្នុង description វីដេអូនេះខាងក្រោមអញ្ចឹងអ្នកទាំងអស់គ្នាអាចឆែកនៅ description នៅ comment description ខាងក្រោមបានអញ្ចឹងខ្ញុំដាក់នេះសិនអូខេឥឡូវវាកំពុងតែ update យើងចាំវាបន្តិចចឹងអធិស្ឋានអ្នកនរគ្នាវីដេអូនេះអាចវែងដោយសារខ្ញុំនឹងព្យាយាមធ្វើអត់កាត់វីដេអូនេះទេគឺខ្ញុំwalk through ពីដើមដល់ចប់ហ្មងអញ្ចឹងយើងចាំវាបន្តិចហើយជា1នាទីអូខេឥឡូវយើងបានធ្វើការ update level version បានជោគជ័យហើយ comment បន្ទាប់នោះគឺយើងធ្វើការ install ទៅកាន់ទៅលើASH អញ្ចឹងយើងវាយ comment ពាក្យថា sudo app install open SSH server អូខេចុច enter មកនេះគឺវាបានinstall បានជោគជ័យហើយបន្ទាប់មកពេលដែលយើង install ហើយគឺយើងត្រូវការ enable វាអញ្ចឹងយើងវាយ command មួយទៀតគឺ sudo c systemctl enable now SSH where to pass line អូខេឥឡូវខ្ញុំ command នេះខុសខ្ញុំវាយម្ដងទៀតវាយ command ទៀត sudo system ctl systemctl enable now SSH អូខេ command ដល់ file ឥឡូវខ្ញុំអានេះវាខុស command តិចអញ្ចឹងខ្ញុំធ្វើការកែសម្រួលវាយើងធ្វើការវាយ command នឹងម្ដងទៀតឥឡូវខ្ញុំ clear វាចោលសិនដើម្បីស្រួលមើល clear sudo systemctl now SSH okay command not found let's try again ឥឡូវខ្ញុំ try again sudo systemctl now SSH អូខេអូខេឥឡូវខ្ញុំធ្វើការវាយ command ម្ដងទៀត sudo system ctl enable now SSH អូខេឥឡូវនេះបាន install ហើយ
អ្នកនរនេះកុំភ័យខ្ញុំនឹងតម្លាក់comment នេះនៅខាង comment នេះនៅខាងក្រោមដើម្បីអ្នកនរគ្នាស្រួលនេះដោយសារខ្ញុំមិញខ្ញុំច្រឡំខ្ញុំដាក់តែដកតែកន្លែង now តែមួយទេឥឡូវយើងធ្វើការដាក់ដក2អញ្ចឹងចូល step ទី4គឺយើងត្រូវការមើល status វាតើវា active ឬអត់អញ្ចឹងយើងវាយ comment ថា sudo system stl system ctl status sh អូខេវាចេញពាក្យថា active running អញ្ចឹងវាមានន័យថាយើងshow status វាគឺវាយើង install បានជោគជ័យវា active ហើយអញ្ចឹងចំពោះចំណុចបន្ទាប់នោះគឺយើងត្រូវ allow SSH គឺ allow SSH ហ្នឹងគឺ through the firewall អញ្ចឹងយើងវាយពាក្យវាយ comment មួយទៀតគឺវាយ sudo ufw allow SSH អូខេឥឡូវយើងចាំវាបន្តិចទៅវាកំពុង allow អានេះអូខេឥឡូវនេះយើងឥឡូវខ្ញុំសូមខាត់ clear វាចោលសិនយ៉ាអូខេឥឡូវខ្ញុំឲ្យវា comment ម្ដងទៀត sudo ufw allow sh អូខេឥឡូវចេញ roll មកហើយនេះគឺវា load ចេះវាចេញ roll យើងអត់យើង allow វាបានជោគជ័យហើយអញ្ចឹងយើងត្រូវការ check IP address server ហ្នឹងគឺយើងចុច command មួយទៀតគឺ IPA អូខេអ្នកនរអញ្ចឹងបន្ទាប់ពីយើងវាយ command ដើម្បីមើល IP address ហើយគឺយើងបាន IP address របស់ខ្ញុំគឺ IP address ខ្ញុំគឺ 192.168.1.187 អញ្ចឹងអញ្ចឹងខ្ញុំសូមបញ្ជាក់មួយទៀតដើម្បីអាចlogin ចូលបានគឺយើងត្រូវប្រកាសថាកន្លែង VirtualBox យើងត្រូវចូល setting យើងចូលទៅកន្លែង network យើងយកដូរកន្លែង attach to នេះដាក់យក bridge adapter អូខេអញ្ចឹងដល់ពេលដែលយើងដូរហើយយើងអាច connect វាចូលឥឡូវខ្ញុំតេស្តពីខ្ញុំបើកធ្វើការបើក terminal ដើម្បីតេស្តមើលថាវាចូលអត់ខ្ញុំបើកពីម៉ាស៊ីនប៉ិតខ្ញុំយើង open វាមកតមកយើងធ្វើការ pin ទៅ IP address យើងហ្នឹងគឺ pin 192.168ណាសំទោស 168.1.187 យើងចុច enter មកអូខេឥឡូវនេះវាចូលហើយយើងឃើញថា reply time វាគឺចូលហើយអូខេឥឡូវយើងបានជោគជ័យហើយអញ្ចឹងខ្ញុំធ្វើការ login ចូលតែម្ដងយើងវាយពាក្យថា ASH យើងវាយ username របស់យើងហើយយើងយក add យើងវាយពាក្យ add ហើយយើងយក IP address ដែលយើងបានវាយខាងលើនេះយើងចុច copy មក enter ផាសមកយើង enter មកយើងវាសួរថាយើងយក fingerprint ឬ no អានេះyes យើងយក yes មកអានេះ no please type yes no or fingerprint stop please this is now my other name ឥឡូវនេះយើង please type yes or no for the fingerprint ឥឡូវខ្ញុំយក yes yes អូខេ yes ឥឡូវចូលហើយឥឡូវយើងយក password យើងចូល1 2 3អូខេឥឡូវយើងlogin ចូលបានសម្រាប់ហើយឥឡូវខ្ញុំធ្វើខ្ញុំសួរវាសិនឥឡូវខ្ញុំទៅបើកចូល YouTube server ខ្ញុំសួរថា who am I អូខេចេញឆៃអាមកសួរតើហើយតើមកខ្ញុំឆៃទៅលើ pwd អូខេ /home/ ឆៃអានអូខេត្រឹមត្រូវអឺខ្ញុំធ្វើការតេស្តទៅលើ terminal របស់យើងនេះយើងសួរដូចគ្នា who am I
ឆៃអានត្រូវ pwd home/home/ ឆៃអានអូខេអញ្ចឹងការ enable និង install SH របស់យើងលើ Windows នេះគឺបានជោគជ័យអញ្ចឹងខ្ញុំធ្វើការបិទវាមកយកត្រូវប្រើអីទៀតទេយើងចុច comment ថា shut down now អូខេអញ្ចឹងម៉ាស៊ីនយើងនឹងបិទហើយអូខេអញ្ចឹងយើងមកដល់ Oracle VirtualBox យើងហ្នឹងគឺយើងធ្វើការ take snapshot មួយមកយើងចុច current state នេះព្រោះASA ហ្នឹងគឺវាសំខាន់ដែរយើង install ទុក backup ពេលក្រោយកុំឲ្យវាបាត់នឹងដាក់ថា install ASA អូខេចុចអូខេមកអូខេឥឡូវយើងបាន backup take snapshot វាហើយអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងអញ្ចឹងរាល់ comment ដែលខ្ញុំបានប្រើប្រាស់ក្នុងវីដេអូនេះខ្ញុំតម្លែកនៅក្នុង description ខាងក្រោមអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងអរគុណច្រើនអ្នកនរគ្នា